ជំរាបសួរខ្ញុំឈ្មោះសុកជាហើយខ្ញុំជាសិស្ស NCA ហើយខ្ញុំរៀនថ្នាក់ទី11ហើយ project ដែលខ្ញុំបានធ្វើវាមានឈ្មោះថា drawing robot ចឹង drawing robot ហ្នឹងវាគឺជាការយើងយកនៅ Lego ដើម្បីសាងសង់ធ្វើជា robot ក្នុងការគូររូបជំរាបសួរខ្ញុំឈ្មោះ Thierry រៀននៅថ្នាក់ទី11នៃសាលា NCA ខ្ញុំបានចូលរួម project រៀន Pendulum Art Pendulum Art ហ្នឹងគឺជាការគូរនៃបែបវិទ្យាសាស្ត្រដែលយើងប្រើនៅច្បាប់រូបវិទ្យាដែលយើងមានបែបល្បឿនសម្ពាធកម្លាំងហើយនឹងទំនាញផែនដីពេលដំបូងហ្នឹងនៅពេលដែលគេដាក់ឲ្យពួកខ្ញុំនៅខាងក្នុងហ្នឹងក៏ខ្ញុំមិនដឹងថាសុជាធ្វើពីអីដែរព្រោះថាតែខ្ញុំចាប់អារម្មណ៍តែរបស់ខ្ញុំអីចឹងទៅនៅពេលដែលខ្ញុំធ្វើការងារខ្ញុំចាប់ខ្ញុំក៏ទៅឈរមើលសុជាគូទៅខ្ញុំដឹងថាមិនពេលមិនក៏វារៀងច្រៀងរបស់ខ្ញុំម៉េះគាត់ថាវាបែបធ្វើបែបcomputer technology អញ្ចឹងតែរបស់ខ្ញុំវាធម្មតាដោយបែបសាមញ្ញខុសគេអញ្ចឹងណាអាហ្នឹងវាបែរថាវារៀង surprise ខ្ញុំនៅពេលដែលដំបូងគឺអត់បាន expect ថាវានឹងគូចេញរូបហ្នឹងមកឯងគ្រាន់តែគិតថាអាចឲ្យវាបដូរ shape កាលពីលើកមុនដោយសារលើកមុនយើងប្រើម៉ាស៊ីនមួយយើងដឹងហើយ shape វាអត់មានអីទៅណាក្រៅពីរូបប៉ុណ្្នឹងឯងប៉ុន្តែidea នេះលេចឡើងមកអត់ទាន់បានរំពឹងទុកឲ្យថាវាចេញរូបអីមកគ្រាន់តែថាយើងនឹងសាកល្បងហើយនៅពេលដែលសាកល្បងហើយគឺវាចេញរូបការហ្នឹងមកវារៀង surprise មែនតើដោយសារតែវាអត់បានរំពឹងទុកមុនទេថាវានឹងចេញរូបបែបហ្នឹងមកដែលវាយើងអាចហៅវាថាជារូបការបានយើងមានឈ្មោះសម្រាប់ឲ្យវាថានៅពេលដែលយើងគូររូបហ្នឹងហើយរូបហ្នឹងគេសួរមកយើងឆ្លើយបានតែជារូបការហើយចូលសម្រាប់ផ្ទាំងរូបនៅខាងក្រោយនេះធារីធ្វើឲ្យបានវាចេញមករូបភាពដ៏ស្រស់ស្អាតមួយនឹងបានមុនដែលយើងធ្វើវាហ្នឹងគឺយើងយកវាយ៉ាងច្រើន step ដែរហើយយើងយករបស់អីមួយដែលយើងយកខ្សែមកចងនៅខាងលើហើយប្រើកៅទឹកនិងចោះគូតកៅទឹកហ្នឹងណាទៅមកយើងចងវាភ្ជាប់នឹងខ្សែមួយហ្នឹងទៅមកយើងប្រើប្រាស់ថ្នាំពណ៌ផ្សេងអីចឹងដែលយើងចង់បានចូលចិត្តអីចឹងទៅយើងយកវាដាក់ចូលទៅក្នុងកែវហ្នឹងបន្ទាប់មកយើងដាក់ផ្ទាំងគំនូរធំមួយហ្នឹងដាក់នៅចំកណ្ដាលរបស់វាហើយដែលយើងយកវាហ្នឹងមកប្រើទៅលើពវល់ដែលយើងចង់បានជា style ផ្សេងដែលយើងចង់បានហើយបើសិនជាយើងប្រើកម្លាំងខ្លាំងវានឹងទឹកនៅក្នុងការហ្នឹងវាហូរលឿនបើសិនជាយើងប្រើកម្លាំងរៀងបើសិនជាវាអស់ខ្យល់ឬក៏អស់ខ្យល់ទៅវាកម្លាំងតិចវាអាចនឹងចេញទឹកបែបបន្តិចវាជ្រោចអញ្ចឹងណាតែដំណាក់កាលនៃការធ្វើ robot ហ្នឹងមានអ្វីខ្លះសម្រាប់ដំណើរការនៃការឲ្យ robot គូររូបហ្នឹងគឺដំបូងគឺយើងមាននៅ Lego kit ហ្នឹងគឺយើងយក Lego មក build មកសាងសង់ធ្វើជា robot ហើយយើងធ្វើការភ្ជាប់ដៃឲ្យវាហើយនឹងការភ្ជាប់ជាមួយនឹង code មួយចំនួនដើម្បីឲ្យវាអាចគូររូបបានហើយអាហ្នឹងគឺដើម្បី project ហ្នឹងគឺយើងត្រូវការ3យ៉ាងទី1 Lego ទី2 coding ហើយនឹង computer ដើម្បីក្នុងការគូររូបតាមរយៈ robot អាហ្នឹងបើយើងមាន idea ស្រាប់វាអត់យូរទេសាងសង់ដោយសារយើងដឹងថាidea យើងសាងសង់មកប៉ុន្តែនៅពេលខ្ញុំធ្វើហ្នឹងចំណាយពេលឡើង2-3ថ្ងៃដើម្បីសាងសង់អាហ្នឹងបានដោយសារវាកើតមកពីយើងគ្រាន់តែមាន idea តែយើងអត់ទាន់ដឹងថាលទ្ធផលវាបែបណាអញ្ចឹងចិត្តតែវារហូតទៅបែបណាដើម្បីវាហ្នឹងឲ្យចេញហើយសាងសង់អាហ្នឹងខុសច្រើនដងសាងសង់ហើយគួរអត់កើតសាងសង់សាថ្មីរហូតបានដូចជាលើកទី3លើកទី4ដែលបានចេញ idea ហ្នឹងមកដោយទៅវិញយើងដឹងថាប្រើម៉ាស៊ីន2តែអត់ដឹងថាដាក់មិនទេអត់ដឹងថាដាក់ជាប់គ្នាទៅដែរឬមកក៏ដាក់មិនដល់ពេលទៅបានគិតដាក់មួយលើមួយក្រោមហ្នឹងគួរធ្វើមិនទៀតដាក់ motor ហ្នឹងធ្វើបានឲ្យវាឡើងទៅលើបានតែបានសាងសង់អាដូចទៅសដើម្បីភ្ជាប់អាហ្នឹងឡើងទៅលើហើយមួយទៀតដាក់នៅក្រោមហើយអាហ្នឹងវាពិបាកដែរនៅពេលដែលយើងដាក់តាម motor វាធ្ងន់ជាងត្រូវធ្វើដើម្បីវាមានលំនឹងហើយវាអត់ញញៃទេទៅបានត្រូវការធ្វើឲ្យធ្វើទៀតធ្វើឲ្យខុសរើចេញធ្វើសាមីហើយត្រូវការLego នឹងច្រើនដើម្បីក
កុំនឹងចេញ project ពីរហ្នឹងបែបវាវាមើលទៅវាអាចស្តៀងខ្លះអាចអត់ខ្លះអីចឹងដែលវាអាចបង្រៀនខ្ញុំឲ្យបែបនៅធ្វើឲ្យខ្ញុំនឹងបង្កើតនៅ idea កាន់តែច្រើនដែលអត់មានតែគេធ្លាប់ធ្វើពីមុនអីចឹងហើយយើងអាចរំលឹកនៅមានរូបឡើងវិញអីចឹងពេលយើងភ្លេចអីចឹងដែលយើងអាចបង្កើត shape ផ្សេងៗដែលយើងចង់បានដូចខុសពីវងឬក៏បងកពើអីផ្សេងបើបែប robot វារៀងបើទៅយើងធ្លាប់ឃើញថាក្នុងខ្សែភាពយន្តអីដែលគេមានពួក technology and robot អីចឹងទៅពេលដែលយើងឃើញនៅរាល់ថ្ងៃហ្នឹងឃើញវាផ្ទាល់អញ្ចឹងវាមើលទៅអស្ចារ្យ សម្រាប់ខ្ញុំអ្វីដែលយើងបានរៀនអំពី project ពីរហ្នឹងដោយសារយើងដឹងថា project ពីរហ្នឹងវាអត់មានអី relate គ្នាវាដាច់ដោយឡែកហ្មងមួយគឺ art មួយគឺLego ឬមួយក៏ coding ចឹងទៅប៉ុន្តែយើងអ្វីដែលខ្ញុំរៀនពីហ្នឹងបានច្រើនគឺរៀងឲ្យខ្ញុំអាចច្បាស់ថាបើថា rely បានថាឥឡូវហ្នឹងគឺយើងអាចប្រើប្រាស់ជាមួយនឹង technology សម្រាប់ធ្វើអ្វីៗបានគ្រប់យ៉ាងទាំងអស់ហើយមួយវិញទៀតវាក៏ relate ទៅពាក្យ STEM ដែលយើងវាឡើង STEM ទៀតហើយវាខ្លាចទៅជា STEM វិញហើយដោយសារតែយើងអាចយើងឃើញថាការរស់នៅប្រចាំថ្ងៃរបស់យើងគឺយើងតាក់ទងជាមួយនឹង art គ្រប់រឿងទាំងអស់ដូចខ្ញុំrobot នេះគឺយើងពឹងផ្អែកទៅលើ STEM ប៉ុន្តែលទ្ធផលដែលយើងទទួលបានគឺវាជា art អញ្ចឹងវាធ្វើឲ្យយើងមានកាន់តែ clear ឲ្យកាន់តែច្បាស់ថាយើងឡើងប្រើពាក្យ STEM ទៀតហើយគឺយើងប្រើពាក្យ STEM ជំនួសវិញបើសម្រាប់ខ្ញុំហ្មងដើម្បីឲ្យយក robot ដើម្បីឲ្យគូររូបបានធំដូច plan ឆ្នាំហ្នឹងវាអាចនិយាយថាវាពិបាកក្នុងការធ្វើដោយសារតែយើងដឹងហើយ Lego វាជា Lego kit ដែលវាឧបករណ៍វាទូចដែរដើម្បីសាងសង់ឲ្យវាធំគឺយើងត្រូវការ Lego kit ហ្នឹងច្រើនខ្លាំងមែនតើហើយយើងត្រូវតែវាតើតជាមួយនឹង engineering នៃការសាងសង់របស់យើងតែយើងត្រូវការសាងសង់បែបណាហើយវាកាន់តែធំកម្ពស់វាក៏កាន់តែខ្ពស់យើងត្រូវតែធ្វើអ្វីដើម្បីឲ្យវានឹងឲ្យវាមានលំនឹងហើយអាចគូសរូបបានខ្ញុំនឹងបន្តធ្វើ robot ទៀតដោយសារខ្ញុំគិតថា robot ហ្នឹងវាអត់ទាន់បញ្ចប់ត្រឹមហ្នឹងឯងយើងនឹងអាចបង្កើតនៅ idea ថ្មីដើម្បីគូសរូបផ្សេងច្រើនជាងនឹងទៀតដោយសារអានេះវាគ្រាន់តែជាហៅថា second step ដំណាក់កាលទី2នៃការអនុវត្តនៅការគូស robot ហ្នឹងអញ្ចឹងខ្ញុំនឹងបន្តរៀនឬមកក៏ស្វែងយល់ពីបន្ថែមទៀតលើក្រោយវាអាចនឹងចេញ shape ដែលអាចខុសពីលើកហ្នឹងយើងអាចគូសផ្កាលើក្រោយវាអាចចេញរូបអីផ្សេងដូចជាបើសិនជាយូរទៅយើងអាចអនុវត្តឲ្យវាគូសចេញជារូបមនុស្សឬមកក៏រូបសត្វអីបានតែបើខ្ញុំឈប់ត្រឹមហ្នឹង robot នឹងឡើងអភិវឌ្ឍទៀតវានៅតែធ្វើរូបផ្កាតែប៉ុណ្ណឹង